ស្រឡាញ់ខំបំភ្លេចអូនមិនបានវងភ័ក្រក៏យ៉ាងនៅដិតដាមជាប់អារម្មណ៍អូនល្អពេកហើយសង្សារអើយអូនកុំយំបងទេថ្លើមធំក្បត់ចិត្តមុំលេបសំដីពេលអត់ពីរូបបងទៅមានគេនៅថ្នាំងថ្នមថ្លៃចេះថែខ្លួនផងណាស្រីថ្ងៃនេះសូមថាអូនហើយលារហូតសូមជប់មុខអូនចុងក្រោយសន្យាហើយគឺមុនមួយនាទីមិនឲ្យអូនធុញទ្រាន់ទៀតទេកុំឆ្លោះនឹងគេព្រោះបងមិនឲ្យដល់មួយនាទីកុំឆ្លោះគ្នាផ្ញើពាក្យជូនពោផងបើគេធ្វើឲ្យអូនសៅមងគេនឹងមានរឿងធំមើលទៅតួឯងដូចជាយ៉ាងអ៊ីលីនេះឲ្យយើងសៀងចាត់ការពីគួយអស់សំណាញ់ណាស់ទៅហើយបើសិនជាខ្ញុំទៅបើឯងមិនទៅឯងសេវហៅទៅនោះជាសៀងបញ្ចេញតែមួយស្នៀតគឺអាចចកជីវិតយ៉ាងអ៊ីលីបានខ្ញុំគ្រាន់តែចង់រកជំនួយចិត្តពីគេវិញគេផ្្លាត់ស្នៀត2 ដងមកហើយភាពឯងយ៉ាងនេះគឺដើម្បីតែស្រីម្នាក់និយាយទៅដើម្បីតែស្រីម្នាក់សូម្បីតែជីវិតក៏ឯងមិនចង់បានដែរតាមមែនទេអញ្ចឹងទៅស្លាប់ទៅខ្ញុំក៏ចង់ស្លាប់ប៉ុន្តែខ្ញុំមិនអស់ចិត្តតាអញមិនអស់ចិត្តពីអ្នកណាតាស្រីខ្មោចនោះជាអ្នកណាទៅអ្នកណា
ជាអ្នកណាមិនក៏គេធ្វើអញ្ចឹងហេតុអីក៏លប់ទៅស្រឡាញ់ស្រីផ្សេងទៅវិញមិនក៏ធ្វើអញ្ចឹងលោកប្រកបជាមិនអាចទេពីដើមមកឯងមិនដែលសួរខ្ញុំថាមានមនុស្សប្រុសប្រមាណនាក់ព្រោះឯងដឹងគ្មានប្រុសណាម្នាក់ដែលសុំចតក្នុងបេះដូងរបស់ខ្ញុំទេម្ដងនេះខ្ញុំមិនសួរថាស្រីម្នាក់នោះជាអ្នកណាទេហេតុផលដូចគ្នាឯងក៏មិនត្រូវឲ្យស្រីម្នាក់នោះសុំចតនៅក្នុងបេះដូងរបស់ឯងដែរស្ដាប់ឲ្យបានច្បាស់ទោះបីស្រីនោះជាអ្នកណាក៏ដោយបំភ្លេចចោលទេបំភ្លេចចោលទេនៅក្នុងចិត្តរបស់ឯងមានតែខ្ញុំតែប៉ុណ្ណោះបងស្រីចំពោះខ្ញុំតែហើយឯងមិនមែនជាបរិសុទ្ធទី1របស់ខ្ញុំឯងអាចជាបរិសុទ្ធចុងក្រោយរបស់ខ្ញុំពីមុនឯងមិនដឹងទេឥឡូវនេះឯងគួរតែដឹងច្បាស់ឯងគឺជារបស់ខ្ញុំតែម្នាក់គត់គួរតែយល់ច្បាស់ហើយរបស់ដែលខ្ញុំចង់បានមិនដែលឲ្យអ្នកណាលូកដៃចូលនោះទេអ្នកស្លាប់នោះឈ្មោះអីទៅអត់បានសួរទេនៅប៉ាណាប្រាដាស្និតរញ៉េរញ៉ៃតែមានថ្វីដៃខ្ពស់ចរិតលក្ខណៈល្អជាងលីសៀងឈុនឡាប៉ណាហើយទោះជាយ៉ាងណាមនុស្សស្លាប់បាត់ទៅហើយ
ង់រស់ទេខ្ញុំមិនចង់រស់ទៀតទេប៉ុន្តែកូននេះតើគិតយ៉ាងម៉េចទេកូននេះគេអាចស្លាប់ទេសេទីឯងអាចទុកកូននេះបានចិញ្ចឹមនៅក្នុងផ្ទះពុកមិនដេញដោលតទៅទៀតទេតែឯងត្រូវសុំទោសសៀងឈួនទើបបានណាឬទេខ្ញុំអត់បានមូលបង្កាច់គេទេឯងប្រកាសជាមួយបង្កាច់គេពុកមិនជឿកូនស្រីរបស់ខ្លួនមិនជឿពុកមានហេតុផលជឿលើឈៀងស៊ូនតែហេតុផលនេះគឺមិនអាចប្រាប់ឯងបានទេឯងគ្មានភាពស្អាតស្អំពីសម្ដីមនុស្សនៅខាងក្រៅពុកមិនអើពើបានប៉ុន្តែឯងមិនត្រូវគ្មានហេតុផលអញ្ជូនទទួលភាពរមាស់នោះទេបងឲ្យឯងទៅសុំទោសគេលុបជង្គង់សុំទោសគេក៏បានដែរតែឥឡូវនេះទោះបីពុកសម្លាប់ខ្ញុំក៏ខ្ញុំមិនទៅដែរឯងឆាប់ចេញពីគ្រួសារភ្លាមមិនឲ្យត្រឡប់មកគ្រួសារយើងតទៀតពេលនេះឯងធ្វើខុសអ្វីពុកឯងអនុគ្រោះឲ្យបានប៉ុន្តែដើម្បីការពារមនុស្សប្រុសម្នាក់ដែលឯងប្រមានខ្លួនឯងរឿងនេះពុកដាច់ខាតមិនអនុគ្រោះទេចាប់ពីពេលនេះតទៅឯងលែងជាកូនស្រីរបស់ពុកទៀតហើយឯងទៅណាទៅចុះយីពូយើងមិនទទួលស្គាល់ឯងទៀតទេនេះចិត្តដាច់ដល់ហើយដាច់អ្នកនាងចេញពីផ្ទះសំបីទ្វារមកក៏មិនឲ្យចេញថ្ងៃក្រោយឲ្យអ្នកនាងរស់នៅយ៉ាងម៉េចទៅអ្នកនាងតោះពួកយើងទៅ
អ្នកប្រលី តាមផ្លូវស្ងាត់ទេ តាមផ្លូវស្ងាត់ណាស់គ្មានអ្នកណាមករំខានទេ អង្គុយទៅ ទីនេះពិតមែនតែមិនអាចព្រាមនឹងសម្លាប់បានប៉ុន្តែរបស់ដែលគួរមានរៀបចំរួចអស់ហើយបើឯងនៅខ្វះស្អីទៀតបងឲ្យគេបញ្ជូនមកទៀតណាពេលនេះប៉ុណ្្នឹងសិនទៅចុះល្អទេឡាប៉ោគាត់នឹងបាត់ខឹងឯងពិតជាស្អប់បងខ្លាំងណាស់បងនៅសារមកមើលឯង មិនបាច់ទេ មិនបាច់ស្អីទៅ មិនបាច់មកទៀតទេ បងនឹងមកមើលឯងគ្រប់ពេល ហេតុអីពុកនឹងបងប្រុសសុកចិត្តជឿលោកក៏មិនជឿខ្ញុំដែរលោកមិនបាច់អន់ក្បាលសុំការអនុគ្រោះពីពួកខ្ញុំនោះទេហេតុអីក៏លោកមិនសារភាពលោកឈ្នះរួចទៅហើយ ពីព្រោះពិតជាមិនមែនកូនរបស់បងទេ ថ្ងៃក្រោយកុំឲ្យខ្ញុំឃើញមុខលោកទៀត បងមកហើយ នៅតែកន្លែងនេះគឺតែងតែមានស្រាល្អម្ហូបល្អចង់រកមនុស្សនិយាយគ្នាលេងទៅបងមកទីនេះណា អរគុណបងដែលមិនទុកខ្ញុំជាអ្នកក្រៅខ្ញុំខ្ញុំមិនបានទុកខ្ញុំជាអ្នកក្នុងផ្ទះនោះទេ អូនចេះមើលទឹកមុខតាំងពីកាលណាមក ចាប់តាំងពីពេលខ្ញុំចេះបាញ់ចាច់ល្អអាក្រក់មហូបទាំងអស់នេះតលន់ពេកមែនទេចាំខ្ញុំបដូរមហូប មិនបាច់ទេ នៅក្នុងផ្ទះមានអ្នកណាធ្វើឲ្យបងមិនសប្បាយចិត្តមែនទេបើសិនជាកិច្ចការក្នុងសំណាក់សុនអ្នកដែលអង្គុយទល់មុខបងនេះគួរតែលីសៀងឈុនបើសិនជាមិនអាចនិយាយជាមួយនឹងលីសៀងឈុនអញ្ចឹងគួរតែរឿងក្នុងផ្ទះជារឿងរបស់កូនរឿងរបស់អ្នកនាងទេប្រហែលជារឿងអ្នកនាងទេហើយមែនទេ សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត
风吹起了从前你入睡的